សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបានអញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងធ្វើការចែករំលែកពីបទពិសោធន៍ឬក៏បច្ចេកទេសខ្លះៗទាក់ទងទៅនឹងការបាញ់ត្រួយចន្ទីបាទជាទូទៅចន្ទីរបស់យើងបើសិនជាយើងអត់ចង់ចំណាយថវិកាអត់ចង់ខាតពេលវេលាយូរយើងមិនចាំបាច់បាញ់ត្រួយក៏បានដែរយើងទុកឲ្យវាចេញទៅតាមយើងនិយាយភាសាបុរាណថាទៅតាមយថាកម្មរបស់វាប៉ុន្តែបើសិនជាយើងធ្វើរបៀបនេះយើងមិនទទួលបានទិន្នផលទេបាទអញ្ចឹងដើម្បីដាំចន្ទីឲ្យកុំឲ្យខាត់ពេលហើយអត់បានលុយមកវិញយើងទាំងអស់គ្នាគួរតែមើលថែវាតាំងពីគល់ក្រមរហូតដល់ត្រួយលើបាទអញ្ចឹងដល់រដូវកាលនេះគឺជារដូវកាលដែលបាញ់ទាញត្រួយចន្ទីពីព្រោះត្រួយចន្ទីដូចជាលុយបាទបើន័យថាបើសិនជាអត់មានត្រួយក៏អត់មានផ្កាអត់មានផ្កាក៏អត់មានក្តាប់ដែរបាទអញ្ចឹងដំណាក់កាលនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការមើលថែទាំត្រួយចន្ទីបាទអញ្ចឹងដើម្បីឲ្យចន្ទីចាញ់ឆ្នោះគ្នាល្អពុកម៉ែបងប្អូនអាចជ្រើសរើសយកឈុតទាញត្រួយមានរំញោចខ្លាំងហើយនឹងត្រួយខ្លាំងរបស់ផលិតផលតមាសបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនត្រូវការផលិតផលនេះអាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទដែលមាននៅលើអេក្រង់ឬក៏ comment នៅក្នុងវីដេអូនេះបានអរគុណច្រើនពុកម៉ែបងប្អូន